stop សិនដែរផ្លូវ60ម៉ែត្រទីដល់ធ្វើខ្ពស់មិនតិចជាន់ទេមើលតមុខអាគារខ្ពស់ច្រើនណាកុំច្រឡំស្រុកគេបងប្អូនមើលវីដេអូខ្ញុំកុំច្រឡំស្រុកគេស្រុកខ្មែរបងប្អូនញ៉ាំផ្លូវនេះបើយើងទៅមុខដល់ស្ពានអាកាសមកដល់ដេជោនិយាយពីអមស្ពានអាកាសវិញគឺសិតតែអាគារខ្ពស់នៅអាគារអាស្ដាំដៃហ្នឹងអាហ្នឹងគឺជាប់នឹងស្ពានអាកាសមកដល់ដេជោតែម្ដងស្អាតបងប្អូនផ្លូវហ្នឹងដល់ផ្លូវឡើងស្ពានអាកាសសត្វតាគីខុនដូធំធំបងប្អូនដល់អាគារមុខហ្នឹងដល់ស្ពានអាកាសដល់ស្ពានអាកាសហ្នឹងគឺខ្ញុំឡើងហើយខ្ញុំងាកស្ដាប់បន្តិចខ្ញុំចុះមកជន់ទី2វិញអានេះខ្ញុំធ្វើខ្ញុំជិះមកជើងទី1ដល់មកទៅដល់មកតិចខ្ញុំប្រាប់ឡើងមកវិញឡើងហើយដល់ផ្លាកមុខហ្នឹងខ្ញុំងាកស្ដាំតែកន្លែងនេះខ្ញុំងាក់ងើខ្ញុំចង់ឆ្វេងទេស្ដាំបន្តិចយើងអត់ច្បាស់ហ៎ណែងាកដល់មុខអាកន្លែងវងមូលហ្នឹងបើយើងបត់ស្ដាំទៅយើងទៅនេះស្ពានអាកាសក្បាលថ្នល់តែខ្ញុំអត់ទៅខាងហ្នឹងទេខ្ញុំកោងតិចហើយខ្ញុំចុះទៅផ្លូវទៅស្តុបសាលាបឹងតបែកតែមកតិចឃើញផ្លូវងាកស្ដាំហើយណែកន្លែងហ្នឹងនេះចោះទៅតមកដល់ stop ខ្ញុំបត់ត្រឡប់មកក្រោយវិញខ្ញុំមកអាផ្លូវជន់តលដីតែ stop នឹងឈប់3ដងហ្នឹងបានបត់ត្រឡប់ក្រោយតែនេះវីដេអូខ្ញុំកាត់ណាឥឡូវយើងត្រឡប់ក្រោយបកទៅស្ពានអាកាសមកបកទៅចូលវិញតែអានេះនៅខាងក្រៅខាងក្រោមជាន់ទី1ជាន់ទល់ដីស្ទះឡានឈប់ទិញកាដូហ្មងនេះ14 កុម្ភៈ
ប្អូន fan ណាមានសង្សាររបស់ប្រភេទប្រាប់ admin មក admin មានទេ admin កាមេរ៉ាមួយម៉ូតូមួយជិះថតទស្សនភាពតាមដងផ្លូវចែកជូនបងប្អូនយើង fan យើងមើលនេះជន់ក្រោមអាចថានៅស្រុកខ្មែរនៅរាជធានីភ្នំពេញទៅមានស្ពាននឹងទេដែលខ្វែងខ្វាត់ច្រើនតែទៅមុខទៀតអាចនឹងមានច្រើនចំណឹងទៀតការអភិវឌ្ឍមានតែប៉ុណ្ណឹងទេនេះគឺសបូននេះជិះច្រាវបងប្អូនក៏សូមឈប់ទៅកុំឲ្យមានបញ្ហាគ្រោះថ្នាក់ទាំងអស់គ្នាស្ដាប់បាត់ទៅផ្លូវពីចំនួនខ្ញុំក៏ត្រង់ដើម្បីមិនត្រឡប់ក្រោយខ្ញុំឡើងមកជាន់ទី3មានអាកាសខ្ពស់ជាន់ទី3ខ្ពស់ជាងគេដែរនេះគឺយើងទៅប្រកបស្មារតីនេះមុនបងខ្ញុំចង់ឆ្លងដែរតែឡានចុះពីលើស្ពានមកច្រើនពេកឆ្លងហើយនេះហើយបាត់មកជើងទៀតនេះគឺឡើងស្ពានជាន់3ជាងគេយើងអត់បត់តាណាទេយើងទៅត្រង់ចុះទៅកាត់សាឡាបឹងតបាយដែរត្រង់ទៅដល់ផ្លូវចុះវិញស្ទៀងហ្នឹងអត់ច្រើនណាតែខ្ញុំធ្វើតែទីផ្លូវចុះដល់ផ្លូវក្រៅចុះដល់ជិះឡើងហ្នឹងផ្លូវទៅមួយទេបត់ចុះបត់ឡើងហើយវីដេអូរបស់ខ្ញុំរយៈនេះគឺមានតែប៉ុណ្ណឹងសូមជួយចុច follow subscribe page channel របស់ admin ផងបងប្អូនអរគុណសម្រាប់ការទស្សនា